ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ស៊ីនួននិទានរឿងសូមស្ដាប់រឿងអាក្រក់មួយដែលកើតឡើងក្នុងសាលារៀនមួយនៅជីក្រុងជាសាលាបឋមសិក្សាដ៏ចាស់ដែលមានអាយុកាលជាង60ឆ្នាំក្នុងចំណោមបន្ទប់សិក្សាច្រើនមានបន្ទប់មួយបន្ទប់លេខ5បន្ទប់នោះតែងតែត្រូវបិទទ្វារនៅពេលចប់ម៉ោងរៀនគ្រប់គ្នានិយាយថានៅទីនោះមានខ្មោចក្មេងស្រីម្នាក់រស់នៅឆ្នាំមុនសិស្សម្នាក់ឈ្មោះស្រីលីនស្លាប់ដោយសារបញ្ហាឈឺចាប់បេះដូងមុនពេលប្រឡងចុងឆ្នាំនាងជាសិស្សពូកែម្នាក់មានសិល្បៈស្រស់ស្អាតហើយតែងតែលែងសប្បាយចិត្តពេលមានអ្វីខុសគ្នានឹងគោលបំណងតែថ្ងៃមួយនាងរំខានដោយសំណុំប្រឡងមួយដែលគាត់មិនបានរៀនហើយគាត់ផ្ញើពាក្យថាបើខ្ញុំធ្វើប្រឡងនេះមិនបានខ្ញុំនឹងនៅសាលានេះទៅចាស់ជានិច្ចពេលវេលាកន្លងផុតនាងបានស្លាប់ក្នុងបន្ទប់លេខ5ចាប់ពីពេលនោះមកអ្នកសម្អាតយប់និយាយថាតែងតែសំឡេងស្រីតូចម្នាក់អានសៀវភៅសំឡេងបើកសន្លឹកហើយពេលដើរឆ្លងកន្លងបន្ទប់នោះមានពន្លឺតិចបើទោះបីបិទភ្លើងរួចហើយក៏ដោយឆ្នាំនេះសាលាបើកបន្ទប់នោះឡើងវិញសិស្សថ្មីម្នាក់ឈ្មោះវណ្ណាត្រូវបានដាក់ឲ្យរៀននៅទីនោះវណ្ណាគឺជាក្មេងប្រុសដែលមិនជឿអ្វីដែលគេនិយាយថាខ្មោចគាត់ថាអ្វីទាំងអស់គឺមនុស្សចម្លងពិតគ្មានទេតែពេលយប់មួយគាត់ស្នាក់នៅសាលាដើម្បីរៀនបន្ថែមគាត់សុំគ្រូឲ្យអាចនៅក្នុងបន្ទប់លេខ5បន្ទប់នោះមានកៅអីរាងជួរនិងក្តារខៀនយ៉ាងចាស់នៅម៉ោង8យប់បន្ទប់ស្ងប់ស្ងាត់ចំណុចបញ្ជាក់ចាប់ផ្ដើមពេលដែលគាត់ទៅសំឡេងស្រីនិយាយថាបងអានសំណួរនេះឲ្យខ្ញុំសិនខ្ញុំមិនយល់ទេវណ្ណាហាក់ដូចជាប៉ុន្មានជាប់អាក្រក់គាត់ចាំយូរហើយនឹកថាជាសំឡេងពីខាងក្រៅតែពេលគាត់ឈរឡើងនិងមើលទៅកៅអីចុងក្រោយគាត់ឃើញក្មេងស្រីម្នាក់ស្លៀកអាវនិស្សិតពណ៌ស្មុគស្ងួតស្ងៀមខ្ទឹមភ្នែកអង្គុយនឹងគូសចម្លើយលើសន្លឹកសម្រាប់ប្រឡងវណ្ណាភ័យចិត្តជ្រុលបើកទ្វារដើរចេញតែទ្វារមិនអាចបើកបានទេនៅខាងក្រោយគាត់ទៅសំឡេងនាងថាបងមកអង្គុយជាមួយខ្ញុំគ្រាន់តែចង់សិក្សារួចទៅប្រឡងខ្ញុំមិនទាន់បានចប់ទេបងជួយខ្ញុំផងវណ្ណាមិនអាចខ្វះការភ័យបានទេពេលគាត់ត្រឡប់មកមើលម្ដងទៀតគាត់ឃើញសន្លឹកប្រឡងរបស់ខ្លួនមានស្នាមឈាមតូចហើយចម្លើយទាំងអស់គេសរសេរជាស្រេចថ្ងៃបន្ទាប់គ្រូបាននិយាយថាវណ្ណាសរសេរប្រឡងល្អណាស់តែនៅចុងសន្លឹកគាត់បានសរសេរថាសូមជួយបងផងខ្ញុំនឹងត្រឡប់មករៀនជាមួយបងជារៀងរហូតនិងពីថ្ងៃនោះមកវណ្ណាមិនចូលសាលាឡើយហើយគេនិយាយថាគេឃើញគាត់អង្គុយជាមួយក្មេងស្រីម្នាក់នៅកៅអីចុងក្រោយនោះរៀងរាល់យប់រឿងនេះបានដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសូមចុច Subscribe ដើម្បីទទួលបានរឿងថ្មី